សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងការកោតសរសើរចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមគ្នាមើងម៉ាត់មិនរាថយក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញការកោតសរសើរបែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2026នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី25របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4ក្រមអធិបតីភាពឯកឧត្តមជួបខុនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងឯកឧត្តមម៉បសរិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តមហួតហៃអភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញឯកឧត្តមជួបខុនបានមានប្រសាសន៍លើកឡើងថាក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការដឹកនាំរបស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានធ្វើឲ្យរាជធានីភ្នំពេញរក្សាបានសន្តិសុខយ៉ាងល្អប្រសើរពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ដោយទាំងប៉ូលីសកងរាជអាវុធហត្ថអាជ្ញាធរខណ្ឌនិងអាជ្ញាធរសង្កាត់ទាំងអស់សហការគ្នាយ៉ាងស្អិតរមួតអនុវត្តព្រមគ្នាតែម្ដងដើម្បីឈានទៅលុបបំបាត់ឲ្យអស់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ពីក្នុងមូលដ្ឋានឯកឧត្តមជួបខុនបានបន្តថាក្រៅពីរក្សាសន្តិសុខនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam បានល្អហើយរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខណ្ឌសង្កាត់ក៏បានអនុវត្តការងារស្ដារលូប្រឡាយព្រមគ្នាដែលសង្ឃឹមថាឆ្នាំនេះនឹងមិនមានការលិចលង់ដោយចំនួនទឹកភ្លៀងទេឯកឧត្តមហួតហៃអភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នេះក្រោមការដឹកនាំរបស់ឯកឧត្តមខួងស្រេងគឺបានបញ្ជាផ្ទាល់មើងម៉ាត់និងមិនរាថយដោយបានប្រើពេលវេលាប្រមាណ 80% នៃការងារដើម្បីឈានទៅលុបបំបាត់ឲ្យអស់បទល្មើសទាំងនេះឲ្យអស់ពីក្នុងមូលដ្ឋានឯកឧត្តមហួតហៃបន្តថាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ពិតជាមានភាពស្មុគស្មាញដោយក្រុមOnline Scam បានបំបែកខ្លួនពីទីតាំងធំមកទីតាំងផ្ទះល្វែងនិងវិឡាតូចវិញប៉ុន្តែទោះបីជាយ៉ាងនេះក្តីយើងនៅតែបន្តធ្វើដោយភាពមើងម៉ាត់និងមិនរាថយនោះឡើយដើម្បីឲ្យប្រទេសកម្ពុជាទទួលបានសេដ្ឋកិច្ចពណ៌ស